សូមជូនរឿងខេមកៈសេដ្ឋីបុត្រផលនៃសេចក្តីប្រាថ្នាខុសគន្លងធរជាទោសក្នុងលោកកាលព្រះសាស្តាគង់នៅក្នុងវត្តចេតពុនព្រះអង្គទ្រង់ប្រពនឹងសេដ្ឋីម្នាក់ឈ្មោះខេមកៈជាក្មួយអនាថបណ្ឌិតមានសេចក្តីដំណាលថាសេដ្ឋីនោះមានរូបសម្បត្តិស្អាតណាស់ពួកស្រីៗជាច្រើនឲ្យតែបានឃើញមានសេចក្តីត្រេកត្រអាលដោយរាគៈមិនអាចនឹងតាំងនៅតាមសភាពរបស់ខ្លួនបានឡើយម្លោះហើយសេដ្ឋីបុត្រនោះក៏ធ្លាក់ទៅជាអ្នកលេងសេពកាមគុណជាមួយនឹងប្រពន្ធកូនគេលំដាប់នោះពួករាជបរោះចាប់យកទៅថ្វាយព្រះរាជាគិតថាអញខ្មាស់មហាសេដ្ឋីហើយទ្រង់គ្មានព្រះរាជអង្គការអ្វីបន្តិចសោះឡើយទ្រង់ប្រឡែងទៅវិញចំណែកសេដ្ឋីបុត្រនោះក៏នៅតែមិនលះបង់សោះគ្រានោះពួករាជបរោះចាប់យកទៅថ្វាយព្រះរាជាអស់2លើក3លើកព្រះរាជាទ្រង់លែងទៅវិញដដែលលោកមហាសេដ្ឋីជ្រាបដំណឹងនោះទើបនាំទៅគាល់ព្រះបរមសាស្តាក្រាបទូលសូមព្រះអង្គសម្ដែងប្រោសដល់ក្មួយដើម្បីឲ្យលះបង់ឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀតព្រះអង្គទ្រង់សម្ដែងសង្វេគកថានិងសម្ដែងពីទោសប្រព្រឹត្តសេពប្រពន្ធកូនគេឲ្យស្ដាប់ថាជនស្រវឹងសេពប្រពន្ធកូនគេរមែងបានដល់នៅហេតុអាក្រក់4យ៉ាងគឺបានបាបទី1ដេកមិនបានស្រួលតាមសេចក្តីប្រាថ្នាទី2ត្រូវគេថ្មេះតេះដៀលទី3នឹងធ្លាក់ទៅកើតនៅក្នុងនរកទី4ជននោះមិនមានបុណ្យជាអ្នកមានដំណើរអាក្រក់ថែមទាំងមានសេចក្តីត្រេកត្រអាលរបស់ជនដែលភ័យនោះជាមួយនឹងស្ត្រីដែលភ័យជាសេចក្តីត្រេកត្រអាលមានប្រមាណតិចព្រមទាំងត្រូវព្រះរាជាដាក់ទណ្ឌកម្មថែមទៀតផងព្រោះហេតុនោះនរជនមិនគួរសេពប្រពន្ធកូនគេទេលុះចប់ធម្មទេសនានោះខេមកៈសេដ្ឋីបុត្របានសម្រេចសោតាបតិផលលែងប្រព្រឹត្តអំពើអនាចារនឹងប្រពន្ធកូនគេទៀតហើយសួរថាចុះសេដ្ឋីបុត្រនេះបានធ្វើបុព្វកម្មដូចម្ដេចពីជាតិមុនឆ្លើយថាសេដ្ឋីបុត្រនេះកើតជាអ្នកលេងចំបាប់យ៉ាងឆ្នើមក្នុងកាលនៃព្រះពុទ្ធទ្រង់ព្រះនាមកាសបៈគាត់បានលើកទង់ជ្រុងមាស2ដាក់លើស្ដូកប្រាក់នៃព្រះទសពលហើយគាត់ប្រាថ្នាថាពួកស្រីដ៏សេះក្រៅពីញាតិសាច់សៅលហិតរបស់អញចេញឲ្យតែបានឃើញអញត្រូវតែត្រេកត្រអាលរីករាយជាមួយនឹងអញពុំខានសេចក្តីប្រាថ្នារបស់គាត់ដូច្នោះឯងជាអំពើដែលគាត់ធ្វើនៅក្នុងពុព្វជាតិដូច្នេះពួកស្រីទាំងកូនប្រពន្ធគេគ្រប់តែជាតិដែលខេមកៈសេដ្ឋីបុត្រកើតហើយបើបានឃើញគាត់មិនអាចនឹងអត់ទ្រាំតម្រេករបស់ខ្លួនឲ្យតាំងទៅតាមប្រក្រតីបានឡើយប៉ុន្តែពេលនេះជាទីបំផុតជាតិរបស់គាត់ហើយដោយសារបានជួបនឹងព្រះពុទ្ធបរមគ្រូព្រះអង្គទ្រង់សម្ដែងត្រាស់នៃការប្រព្រឹត្តអំពើអនាចារប្រាប់ពន្យល់ឲ្យឃើញសេចក្តីពិតប្រាកដរួចចាក់ផុតទុក្ខគ្រប់យ៉ាងបានឡើងឋានៈជាអរិយជនមានកំណត់ភ្លឺស្វាងទៅក្នុងអនាគតរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា